ប្រពន្ធនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅភូមិត្រៃសណ្ដាយដើរសុកទៅប្រទះនឹងអាដំឡង7សណ្ដានកំពុងតែទឹមគោជួស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដាយត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងផ្លូវណាគាត់ឲ្យទៅត្រង់បុរសដំឡងឆ្លើយថាកូនត្រោបង្កស្នឹមអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកអើយឯអាស្នានបន្ត្រឹមឪអាំងគាត់ចែកអើយមិនបានទៅរួចគោរបស់អាណាមកទឹមទេបុរសប្តីប្រពន្ធដែលបានសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីកំហកឲ្យយើងផងយើងកុំខ្ចីសួរវាយូរនឹងឆាបគង់តែនឹងទៅដល់ផ្ទះបងប្អូនយើងទេហើយក៏បណ្ដាលគ្នាហួសទៅអាដំឡង7សណ្ដាននោះក៏ខំជួស្រែមិនឈប់ដល់ពេលថ្ងៃចិត្តត្រង់មេដំឡងជាប្រពន្ធក៏ទូបម៉ាយទៅឲ្យប្តីបរិភោគលុះទៅដល់ដាក់ល្អីបាយចុះក្រោមម្លប់ឈើប្តីឃើញប្រពន្ធយកបាយមកឲ្យឈប់ជួស្រែបរិភោគបាយហើយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមិនដឹងប្តីប្រពន្ធមកពីណាបណ្ដាគ្នាមកចោទថាអាងលួចគោវាឯងច្បាស់ណាស់ថាគោមួយនឹមនេះប្រកាសជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីមហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបវិញថាអញគិតថាប្តីមកជួស្រែទាន់ថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូបាយមកអោស៊ីឥឡូវបែរជាចោទអញថាមានសហាយវិញសហាយនឹងឈ្មោះអីអញរកមកឲ្យឃើញឯប្តីមិនទាន់ទំពាបាយអស់ពីមាត់ផងប្រពន្ធថាអ្វីក៏មិនឮលុះប្តីបរិភោគបាយរួចប្រពន្ធកន្ត្រាក់យកល្អីប្តីសួរថាអេងមានតាអ្វីណាទេមិនបានប្រញាប់ម្លេះប្រពន្ធឆ្លើយអញមកជាប្រាប់ម៉ែឪមិនខានហើយកន្ត្រាក់ល្អីត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកុំប្រសាម៉ែឯងវាល្អហើយខ្ញុំខំតូបបាយទៅឲ្យវាស៊ីដាក់ល្អីស្ទើរតែមិនទាន់ហើយវាស្ដីឲ្យខ្ញុំថាមានសហាយចំណែកឯម្ដាយនោះខឹងឡើងញ័រថាផងឯងដូចនឹងតើបានជាមុខក្រហមអញហៅកូនចៅបានជាអញយាមផ្ទះឲ្យឥឡូវវាមកចោទអញថាលួចថ្នាំវាយកទៅដោដងមេរណ្ដរន្ធានឯងក្រោយកុំនិយាយដូចនេះមិនត្រូវទេសូម្បីតែថ្នាំមួយឈ្មោះក៏អញមិនបានលួចយកផងបើទុកជាអញយកមែនម្ដាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំមើលឪហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចតែត្រឡប់មកពីកាប់បង្គោលធ្វើរបងមិនឲ្យកូនក្របីចូលស៊ីសំណាបស្ទុងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីខ្ញុំខំចាំផ្ទះឲ្យវាលួងមកវិញវាចោទខ្ញុំថាជាម្ដាយលួចថ្នាំយកទៅដោខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរប្រពន្ធថាវាយកកំហកហងឯងប្រច័នអញអីក៏ប្រច័នដែរអញមានស្លៀកពាក់តែងខ្លួនដើរលេងចុងស្រីឯណាអញទៅកាប់ឈើធ្វើរបងទីតាអញអត់មានតែម្ដងនេះក្រោយពោះឯងនៅតែស្ដីប្រច័នអញតទៅមុខទៀតអញធាក់ដួលទាំងចំហមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញពេលថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីសម្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីធ្វើម្ហូបសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យទៅរៀនអក្សរជាមួយនឹងលោកបងនោះ
ลูกប្រកឡើងម្ដាយដាំបាយដួសដាក់ចានស្រាក់មានរហូតពីល្ងាចស្រាប់ទូយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករណារលឹកលោកកូនណាហើយមួយវិញទៀតលោកប្អូនវារៀនអក្សរគ្រាន់បើទេលោកកូនចម្រើនពរញោមអាត្មាសពថ្ងៃនេះកំពុងតែស្រឡាញ់សោកនោះណាអាត្មាមិនសុខទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើលោកបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយលេងបានមួយថ្ងៃបិទឪពុកឯងរលឹកណាកូនតូចឆ្លើយប្រាប់ម្ដាយថាចេញលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំយកពីចង្រៀកមកដុតស៊ីបាយដែលនៅសល់ពីលោកបងឆាន់ពេលព្រឹកនោះលោកសង្ឃគង់នៅជិតកុដិប៉ុន្មានបានលើម្ដាយនិងកូននិយាយគ្នាមិនចោះសម្រងគ្នាដូច្នេះលោកទាំងអស់ទប់សំណើចមិនបានក៏សើចទាំងក៏ហឹងអង្គសកាននោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយអូអញឃើញបាយសម្លខព្យួរទុំនៅសសរអញស៊ីអស់ទៅហើយបុណ្យក៏មើលមុខប្តីក៏មើលមុខប្រពន្ធព្រិចភ្នែកម៉ងធ្វើដូចដឹងរឿងលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដទៃឆ្ងាយមកដល់បានផ្លែពងរមួយផ្ទើនិងស្លឹកប្រសពស្វាមួយសំណុំមកផ្ញើបងនិយាយសួរថាបងបានព្យួររស់តស្ទងបានប្រមាណស្រ័យហើយប្តីនិងប្រពន្ធឆ្លើយទៅប្អូនស្រីវិញថាហូមរមុំទុកដាក់ឲ្យវាមានប្រេចោះអងមកកុំអោយចេះតែលេងនាផឹកស្រាជក់អភិនទៅបានហើយអូនស្រីស្ដាប់ហើយមិនលឺទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្នេហ៍ឆ្លាយខ្ញុំមួយត្រឹងណាស់កំពុងតែផ្កាយទៅតស្រាប់តែមានមេជ្រូកវាទៅឈ្មោះគល់ដាច់មកអស់រមុំទៅផ្ទះវិញទៅចោះល្ងាចណាស់ហើយត្រែងកូនវិយមរកអូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូនជាប្អូនស្រីសិតតែថ្លង់និយាយមិនចុះសម្រងគ្នាបានជារឿងនេះគេហៅថាដំឡង7សន្តានក្នុងការកន្លងទៅហើយមានមនុស្ស2នាក់ជាប្តីប្រពន្ធថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារប្តីរកបានអន្ទង់មួយមកប្រគល់ឲ្យប្រពន្ធហើយប្រាប់ឲ្យយកទៅស្លប្រពន្ធឆ្លើយថាចុះអន្ទង់នេះវិញម្ល៉េះបានឆ្នាំងវិញឯណាមកស្លអន្ទង់នេះបានប្តីលឺហើយនឹកថាប្រពន្ធខ្លួនល្ងងណាស់ក៏ប្រាប់ទៅប្រពន្ធបើឯងរកឆ្នាំងវិញពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកទៅប្រពន្ធក៏យកអន្ទង់នេះទៅព្យួរទុកហើយក៏គេចទៅបំបើកូននៅក្នុងមុងប្តីយកអន្ទង់នោះមកកាប់ចិញ្ច្រាំហើយយកឆ្នាំងមកដាក់ស្លកកូរលុះឆ្អិនគាត់ដួសរួចហៅប្រពន្ធមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះនៅសល់បាត់ឆ្នាំងបន្តិចបន្តួចប្តីមិនបានលាងឆ្នាំងនោះទេហើយក៏ចេញទៅព្យួរស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់នឹកដល់សម្លឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតនាងនោះខំលិតណាស់ទៅក្បាលនាងចូលទៅក្នុងឆ្នាំងគ្របជាប់ពីលើមិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងចេញបានក៏វាទៅពួនក្នុងមុងលុះប្តីត្រឡប់មកពីព្យួរស្រែវិញរកប្រពន្ធមិនឃើញក៏ស្រែកហៅស្រាប់តែឮសំឡេងឆ្លើយរៀងកងួរវល់គាត់ក៏នឹកសង្ស័យក៏ចូលទៅបើកមុងមើលឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំងគាត់យកដំបងវាឆ្នាំងនោះបំបែកប្រពន្ធលន់មាត់ស្រែកអញពួនឡើងគាត់ឯងសោះប្តីនឹកឃើញអស់សំណាចក៏ដើរចេញទៅកាលពីព្រះនាយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអយុធ្យារាជការស្ដេចស្រីអង្គនេះពួកស្រីត្រូវបណ្ដឹងប្រុសធ្វើជាប្តីស្រីមានរូបឆោមពុំស្អាតពិបាករកប្តីណាស់
ព្រោះពួកប្រុសពុំយកធ្វើជាប្រពន្ធទេលុះមកដល់ស្ដេចក្រោយទៀតពួកស្រីមានគំនិតរើបំរាស់ពីប្រពៃណីស្រីដណ្ដឹងប្រុសពួកស្រីបានប្រជុំគ្នាដើម្បីរកវិធីដោះស្រាយពួកយើងជាស្រីយើងដណ្ដឹងប្រុសដូចជាមិនសមសោះយើងគួរតែបបួលប្រុសភ្នាល់គ្នាដោយលើកដីពូនជាភ្នំបើពួកស្រីឈ្នះឲ្យពួកប្រុសមកដណ្ដឹងស្រីវិញម្ដងគិតហើយពួកស្រីក៏ទៅនិយាយបបួលប្រុសភ្នាល់គ្នាយើងភ្នាល់គ្នាពូនភ្នំដោយលើកដីពូនជាភ្នំតាំងពីព្រលឹមរហូតដល់ផ្កាយព្រឹករះសំយើងឈប់ពួកប្រុសក៏យល់ព្រមតាមសន្យានេះទាំងខាងស្រីទាំងខាងប្រុសក៏បានចាប់មេកំណែនឲ្យដើរកែនគ្រប់ចំនួនខាងប្រុសនិងខាងស្រីរួចរែកទូតាមសមត្ថភាពរៀងខ្លួនលុះធ្វើការប្រហែលជា4 ឬ 5 ម៉ោងពួកស្រីមានឧបាយកលក៏នាំគ្នាបង្ហូតគោមមួយយ៉ាងខ្ពស់នៅជ្រុងឦសានភ្នំពួកប្រុសមើលទៅលើឃើញគោមស្រីបង្ហូតស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទាលក់គ្មានសល់ម្នាក់ឯពួកស្រីវិញក៏នាំគ្នាលើកដីពូនជាភ្នំដរាបណាផ្កាយព្រឹកពិតប្រាកដមិនទាន់រះមែនតែនលុះដល់មាន់រងាវពួកប្រុសភ្ញាក់ឡើងស្រាប់តែឃើញផ្កាយព្រឹកមែនតែនទើបនឹងរះពួកប្រុសលាន់មាត់យើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនតែនទើបនឹងរះទេពួកប្រុសនាំគ្នាក្រឡេកមើលទៅភ្នំពួកស្រីមានទំហំធំហើយខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនខ្មាស់ក្នុងចិត្តព្រោះចាញ់ឧបាយកលស្រីតាំងពីពេលនោះមកពួកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយារហូតដល់សព្វថ្ងៃអញអស់កម្លាំងណាស់តើធ្វើដូចម្ដេចដើម្បីស៊ីជែកនោះមានតែធ្វើពុតជាស្លាប់ទុំសាយមិនឯងមកផឹកទឹកត្រពាំងអញបើដូច្នេះឯងភ្នាល់គ្នានឹងអញទេអញរត់លើគោកឯងហែក្នុងទឹកបើឯងហែលឿនជាងអញមិនផឹកទឹកត្រពាំងនេះទេរឿងទុំសាយស៊ីជែកកាលពីព្រេងនាយមានទុំសាយមួយរត់ចេញពីព្រៃឈប់នៅជិតភូមិនៅតាមផ្លូវទុំសាយបានឃើញយាយចាស់ម្នាក់កំពុងទូចេកយកទៅលក់ទុំសាយឃើញហើយក៏និយាយអញអស់កម្លាំងណាស់តើធ្វើដូចម្ដេចដើម្បីស៊ីជែកនោះមានតែធ្វើពុតជាស្លាប់គិតហើយក៏លូនចូលទៅដេកនៅលើផ្លូវពេលយាយចាស់ដើរមកដល់ឃើញទុំសាយដេកនៅលើផ្លូវក៏គិតថាវាស្លាប់ក៏លាន់មាត់ថាអញមកលក់ថ្ងៃនេះហើយមានលៀបធំទៀតអញនឹងយកទុនសាយនេះទៅស្លស៊ីឲ្យឆ្ងាញ់មាត់ម្ដងថាហើយក៏លើកទុំសាយដាក់ទៅក្នុងល្អីរួចបន្តដំណើរទៅមុខទៀតទុំសាយនោះកាលបើបានយាយចាស់លើកដាក់នៅក្នុងល្អីចេកហើយក៏បកសម្បកស៊ីចេកអស់រួចលោតចុះរត់ទៅក្នុងព្រៃបាត់ឈឹងឯយាយចាស់វិញដើរទៅដល់មុខផ្ទះគេហើយគេទិញចេកក៏ដាក់ល្អីចុះពីលើក្បាលស្រាប់តែឃើញតែសម្បកចេកទុំសាយក៏មិនឃើញក៏លាន់មាត់ថាអាទុនសាយនេះវានៅរោងតើឯងស្មានថាវាងាប់បាត់ហើយឥឡូវចេកក៏អស់ទុនសាយក៏រត់បាត់ទៀតចំណែកទុនសាយវិញពេលរត់ចូលទៅក្នុងព្រៃហើយក៏ចុះទៅក្នុងត្រពាំងរកនឹងផឹកទឹកក៏មានខ្យងមួយនៅក្នុងត្រពាំងខាត់វាទុនសាយមិនឯងមកផឹកទឹកត្រពាំងអញបាត់តែអញផឹកទឹកម៉ែអាណាទឹកអញបើដូច្នេះឯងភ្នាល់គ្នានឹងអញទេអញរត់លើគោកឯងហែក្នុងទឹកបើឯងហែលឿនជាងអញមិនផឹកទឹកត្រពាំងនេះទេខ្យងស្ដាប់ហើយក៏យកព្រមភ្នាល់គ្នាជាមួយទុនសាយដោយបណ្ដាក់គ្នាឲ្យនៅជុំវិញមាត់ត្រពាំងបើទុនសាយស្រែកហើយកុំឲ្យអ្នកក្រោយឆ្លើយឲ្យតែអ្នកនៅខាងមុខឆ្លើយបានហើយគិតរួចហើយក៏ស្រែកប្រាប់ទុនសាយបងរត់ទៅចាស់ទុនសាយក៏រត់ទៅមុខហើយស្រែកសួរខ្យងថាបងខ្យងបងដល់ណាហើយនៅនេះលឿនឡើងបងទុនសាយលឿនឡើងម៉ែ
อันนี้ให้เลื่อนมาเลย ទន្សាយក៏ព្យាយាមរត់ទៅមុខទៀតហើយស្រែកសួរខ្យងឮតែសំឡេងនៅខាងមុខខ្លួនរត់ពុំទាន់ឡើយទន្សាយចាញ់ប្រាជ្ញាខ្យងពុំហ៊ានផឹកទឹកត្រពាំងបឹងបួរឯណាឡើយផឹកតែទឹកសន្សើមចាប់តាំងពីពេលនោះមករឿងក្រពើរមើសគុណនេះរដូវក្តៅមួយមានសត្វក្រពើមួយក្បាលកំពុងស្វែងរកទឹកបឹងសម្រាប់រស់នៅដោយសារតែបឹងដែលខ្លួនធ្លាប់រស់នៅពីមុនមកបានរីងស្ងួតអស់ពេលនោះក្រពើបានឃើញតាចាស់ម្នាក់កំពុងបរទេះនៅតាមផ្លូវតាចាស់បានសួរក្រពើថាតើចៅឯងចង់ទៅណាដែរ លោកតាអើយលោកតាខ្ញុំគ្មានកន្លែងអាស្រ័យនៅទេព្រោះបឹងដែលខ្ញុំធ្លាប់រស់នៅពីមុនមកបានរីងទឹកអស់ទៅហើយរស់នៅពុំបានទេអាស្រ័យហេតុនេះហើយសូមលោកតាជួយយកខ្ញុំទៅដាក់នៅបឹងទន្លេឯណាក៏បានអូមិនអីទេចៅចាំតាយកឯងទៅដាក់កន្លែងណាដែលមានទឹកអរគុណលោកតាខ្ញុំមិនភ្លេចគុណលោកតាទេតែលោកតាជួយយកខ្សែចងខ្ញុំឲ្យជាប់នឹងរទេះផងព្រោះខ្ញុំខ្លាចធ្លាក់ លោកតាបានយកខ្សែមកចងក្រពើហើយលើកដាក់លើរទេះរួចបន្តដំណើរទៅរកបឹងធំមួយពេលទៅដល់បឹងលោកតាបានស្រែកខ្សែឲ្យក្រពើចុះចូលទៅក្នុងទឹកតែក្រពើល្មើសគុណនិយាយតាឯងចងយើងតឹងណាដូចនេះត្រូវឲ្យគោតាឯងមកយើងស៊ីមិនដូច្នេះទេយើងនឹងស៊ីតាឯងជំនួសវិញក្រែងចៅឯងឲ្យតាចងចៅឯងខ្លាចធ្លាក់អន្តើមិនដេចមកចោលតាវិញ តាឯងមិនបាច់ប្រកែកនឹងយើងទេឆាប់ឲ្យគោតាឯងមកយើងស៊ីភ្លាមដោយតាខឹងផងភ័យផងក៏ទៅរកសុភាទន្សាយឲ្យជួយហើយរៀបរាប់ប្រាប់តាមដំណើររឿងទៅទន្សាយសុភាទន្សាយស្ដាប់ហើយក៏យល់ព្រមជួយលោកតាពេលទៅដល់ជួបក្រពើទន្សាយបាននិយាយទៅកាន់ក្រពើថាដើម្បីរកខុសត្រូវសូមបងក្រពើឲ្យលោកតាចង់មកម្ដងទៀតឲ្យខ្ញុំមើលដើម្បីឲ្យខ្ញុំកាត់សេចក្តីបានត្រឹមត្រូវតឹងជាងនេះទៀតមិនមែនធូរអញ្ចឹងទេតាចាស់រត់បន្ថែមក្រពើបង្គាប់ឲ្យតារត់ខ្លួនទាល់តែរើខ្លួនលេងរួចឃើញក្រពើរើខ្លួនលេងរួចហើយសុភាទន្សាយក៏បង្គាប់តាចាស់នោះថាតាតមកគុណបែបនេះលោកតាទុកវាធ្វើអ្វីថាយកដំបងមកសំពងក្បាលវាឲ្យងាត់ទៅតាចាស់នោះក៏បានយកដំបងមកសំពងក្បាលក្រពើស្លាប់បាត់ទៅខ្ញុំនឹងប្រកបនឹងមានអារម្មណ៍មួយថ្ងៃមួយនោះតើឯងបានដុំមាសមកពីណាកាលពីពេលនេះមានបងប្អូនពីរនាក់កំព្រាឪពុកម្ដាយតាំងពីក្មេងកូនបងឈ្មោះថាចិត្តកូនប្អូនឈ្មោះថាសុកចិត្តជាក្មេងខ្ជិលមួយថ្ងៃមិនដែលគិតធ្វើអីទេក្រៅពីដើរលេងជាមួយមិត្តភក្តិឯសុកវិញជាក្មេងឧស្សាហ៍ជារៀងរាល់ព្រឹកសុកតែងតែទៅនេសាទត្រីដើម្បីយកទៅលក់នៅផ្សារថ្ងៃមួយសុកបានចេញទៅនេសាទត្រីដោយសពដងស្រាប់តែស្ទូចបានត្រីមាសមួយត្រីមាសនោះភ័យខ្លាំងណាស់ក៏និយាយខ្ញុំដល់លេងខ្ញុំទៅខ្ញុំនឹងប្រកបនឹងមានអារម្មណ៍មួយថ្ងៃមួយនោះពេលនោះសុកក៏បានដល់លេងត្រីមាសឲ្យចូលទៅក្នុងទឹកវិញពេលត្រឡប់មកដល់ផ្ទះបងប្រុសក៏ឆ្ងល់ហើយសួរប្អូនថាតើឯងបានដុំមាសមកពីណាពេលនោះសុកបានរៀបរាប់ប្រាប់បងតាមដំណើររឿងដែលបានកើតឡើងចិត្តស្ដាប់ហើយគិតក្នុងចិត្តថាបើអញចាប់ត្រីមាសនោះបានប្រហែលជាបានលុយច្រើនឯងឡើងចិត្តបានលួចទៅនេសាទត្រីតែឯងក៏ស្ទូចបានត្រីមាសនោះមែនត្រីមាសនោះភ័យខ្លាំងណាស់ក៏និយាយខ្ញុំដល់លេងខ្ញុំទៅខ្ញុំនឹងប្រកបនឹងមានអារម្មណ៍មួយថ្ងៃមួយនោះដោយចិត្តជាមនុស្សលោភលន់មិនព្រមដល់លែងត្រីមាសនោះទេទោះត្រីមាសនោះអង្វរយ៉ាងណាក៏ដោយនៅតាមផ្លូវពេលដែលចិត្តយកត្រីទៅលក់ស្រាប់តែត្រីមាសនោះប្រែជាត្រីធម្មតាវិញនៅក្នុងសាច់រឿងនេះបង្រៀនឲ្យយើងដឹងថាការលោភលន់នាំមកនូវសេចក្តីវិនាសអរគុណ
សម្រាប់ការទស្សនាវីដេអូនេះសូមជួយចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មី